ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកធ្វើអំពីលំហាត់ practice Linux មួយចំនួនអញ្ចឹងជាដំបូងមុននឹងការធ្វើលំហាត់យើងខ្ញុំសូម remote តាមរយៈ SSH ពី terminal ទៅកាន់ Ubuntu server ផងខ្ញុំសិនអញ្ចឹងខ្ញុំគ្រាន់តែវាយ SSH ឈ្មោះ username ហើយខ្ញុំវាយ add ជាមួយនឹង IP address របស់ Ubuntu server ផងខ្ញុំបន្ទាប់មកខ្ញុំវាយ password ហើយនោះខ្ញុំនឹងចូលទៅដល់ Ubuntu server ផងខ្ញុំសូមធ្វើការឆែក who am I មួយសិនដើម្បីដឹងថាតើខ្ញុំកំពុងតែឈរនៅ user មួយណាឥឡូវខ្ញុំកំពុងតែឈរនៅ user មួយឈ្មោះថា ខើសុខាឥឡូវយើងចូលមកកាន់លំហាត់ practice ផងយើងដែល part 1 គឺ package management exercise គឺទី1គឺយើងទៅ update ទៅលើ package list ដើម្បី update យើងគ្រាន់តែវាយ command sudo apt update ហើយយើងវាយ password មកនោះវានឹងធ្វើការទៅ update ទៅលើ package ផងយើងនៅ last version មានន័យថាវាទៅ update ដែលយក package នៅ version ចុងក្រោយគេបង្អស់ពី internet មកហើយឥឡូវខ្ញុំបាន update ជោគជ័យហើយចំណុចទី2យើងធ្វើការទៅ upgrade package ដែលយើងបាន install មានន័យថាយើងទៅ upgrade package ដែលយើងបាន install នៅក្នុងម៉ាស៊ីន Ubuntu server ផងយើងហ្នឹងដើម្បី update យើងគ្រាន់តែវាយ sudo apt upgrade មកខាងលើ update ខាងក្រោម upgrade អញ្ចឹងអានេះដូចគ្នាវាអាចនឹងយូរដោយសារតែខ្ញុំខាន upgrade view អញ្ចឹងខ្ញុំសូមធ្វើការកាត់នៅវីដេអូនៃការ upgrade អញ្ចឹងឥឡូវយើងធ្វើការ upgrade បានជោគជ័យខ្ញុំសូម clear វាចោលសិនអញ្ចឹងលំហាត់បន្ទាប់គឺយើងធ្វើការទៅ install នៅ package មួយដែលមានឈ្មោះថា nginx ដើម្បី install គឺយើងវាយ sudo apt install ហើយឈ្មោះ package ដែលយើងចង់ install ឈ្មោះ nginx អញ្ចឹងយើងគ្រាន់តែវាយ nginx មកហើយចំណុចបន្ទាប់គឺយើង check ទៅលើ service របស់ nginx ហ្នឹងថាវាកំពុងតែ running ឬក៏អត់ចឹងដើម្បី check ខ្ញុំគ្រាន់តែវាយ systemctl មានន័យថា system control បន្ទាប់មកខ្ញុំវាយជាមួយនឹង command status ហើយខ្ញុំវាយឈ្មោះ package ដែលយើងបាន download ហ្នឹងគឺ nginx ចឹងខ្ញុំ enter មកឃើញថាយើងទទួលបាន result គឺវាកំពុងតែ active running មានន័យថាវាកំពុងដំណើរការអញ្ចឹងដើម្បីចេញពីវាអ្នកទាំងអស់គ្នាគ្រាន់តែវាយគ្រាន់តែចុច Ctrl C ទៅវានឹង load ចេញមកវិញហើយចំណុចបន្ទាប់គឺយើងធ្វើការ remove package nginx ហ្នឹងវិញអញ្ចឹងដូចគ្នាពីការ install ដែរយើងគ្រាន់តែដូរពាក្យពី install មក remove យើងវាយ sudo apt remove nginx យើងវាយមកដូចយើងនឹង remove វាបានជោគជ័យដើម្បីបញ្ជាក់ថាវាបាន remove ហើយយើងវាយឆែកទៅលើ status វាម្ដងទៀតមកយើងវាយ system control status nginx វាយដែរមកនោះឃើញថាវាអត់មានactive កំពុង run ទេគឺវា inactive គឺវាចង់ថា service វាអត់មានទេឥឡូវចំណុចបន្ទាប់យើងចូលមកដល់ part 2 វិញម្ដងគឺតាក់ទងជាមួយនឹង Pi ដែលចំណុចទី6នេះគេឲ្យយើង display list file មានន័យថា display file ទាំងអស់ដែលមាននៅក្នុង directory របស់យើងអញ្ចឹងយើងគ្រាន់តែវាយ ls មកហើយមួយទៀតយើងអាចវាយ ls .clear .lh មានន័យថាយើង list ជា detail នោះវានឹង list ជា detail ឲ្យយើងហើយចំពោះចំណុចបន្ទាប់គឺចំណុចទី7ហ្នឹងគេឲ្យយើងប្រើ pipe ហ្នឹងមានន័យថាសញ្ញា slash កណ្ដាលហ្នឹងដើម្បីទៅ filter រកតែ file ណាដែលមានកន្ទុយ .txt ឯងក្រៅពី .txt គឺយើងអត់យកមកហើយអញ្ចឹងយើងគ្រាន់តែវាយ ls .clear .lh ហើយបន្ទាប់មកយើងប្រើសញ្ញា pipe ហ្នឹងគឺយើងវាយពាក្យ grep ហើយយើងវាយជាមួយនឹង .txt ចឹងពេលខ្ញុំ enter មកវាមានតែ file ដែលមានកន្ទុយ .txt ជាក់ស្ដែងអា file មួយដែលមានឈ្មោះថា dev folder ហ្នឹងគឺវាអត់មកជាមួយទេហើយចំពោះចំណុចបន្ទាប់គឺគេឲ្យយើង
ប្រើសញ្ញា pipe ហ្នឹងទៅ search មើល process របស់ service ASH ឬក៏ Nginx អញ្ចឹងខ្ញុំគ្រាន់តែវាយ ps.clear AUX បន្ទាប់មកខ្ញុំប្រើសញ្ញា pipe ហ្នឹងហើយខ្ញុំវាយឈ្មោះ service ដែលយើងចង់រកគឺ ASH ឬក៏ Nginx អញ្ចឹងខ្ញុំវាយ ASH មកវានឹងឃើញវានឹង load process របស់ ASH មកហើយខ្ញុំវាយ Nginx នោះវានឹង load process Nginx មកមានន័យថាវាទៅ filter មកមួយវាអត់មកម្ដងទាំងអស់អញ្ចឹងគោលបំណងដែលយើងប្រើ pipe ហ្នឹងគឺយើងទៅ filter វាមកមួយហើយបន្តមកទៀតគឺចំណុចទី9មានន័យថាគេឲ្យយើងប្រើសញ្ញាធំជាងនេះដើម្បីក្តោបនៅ file មួយ file ដែលមាននៅក្នុង list ទាំងអស់ហ្នឹងមកកាន់ file មួយដែលមានឈ្មោះថា output ចឹងឥឡូវខ្ញុំសុំធ្វើការ list មើលសិនយើងឃើញថា file ផងខ្ញុំមាន4 file បន្ទាប់មកខ្ញុំវាយ ls ប្រើសញ្ញាធំជាងហើយខ្ញុំបង្កើត file មួយដែលមានឈ្មោះថា output.txt មានន័យថាខ្ញុំក្តោប4 file ដែលមាននៅក្នុង list ទាំងអស់ហ្នឹងទៅក្នុង output.txt អញ្ចឹងខ្ញុំគ្រាន់តែវាយ cat output.txt មានន័យថាខ្ញុំទៅឆែកមើលតាក្នុង file output.txt ហ្នឹងមានអីខ្លះវានឹងចេញតែ file ហ្នឹងគឺមាន4 file នៅក្នុង list ហ្នឹងដែលវាចាប់យក file ទាំងអស់ហ្នឹងនៅក្នុង list មកដាក់នៅក្នុង file មួយដែលមានឈ្មោះថា output.txt ដែលខ្ញុំទៅបង្កើតមិញហ្នឹងចំណុចបន្តពាក់ព័ន្ធជាមួយនឹង part 3 គឺ firewall exercise ដែលចំណុចទី10នេះគេឲ្យយើងទៅឆែកនៅ firewall status ដើម្បីឆែកនៅ firewall status យើងឆែកតាម tool មួយដែលមានឈ្មោះថា UFW ដើម្បីឆែកយើងគ្រាន់តែវាយ sudo UFW status នោះវានឹងចេញ status យើងគឺ inactive មានន័យថាយើងអត់ទាន់បាន enable វាអញ្ចឹងចំណុចបន្ទាប់គឺទី11គេឲ្យយើងទៅ enable នៅ firewall ហ្នឹងចឹងយើងគ្រាន់តែវាយដូចគ្នា sudo UFW enable ហើយយើង enter មកហើយយើងចុចវាយហើយដើម្បីឆែកវាយើងវាយ status មកនោះយើងនឹងឃើញថាយើងបាន enable វាហើយចំណុចបន្ទាប់គឺគេឲ្យយើងទៅ allow នៅ port 80អញ្ចឹងយើងគ្រាន់តែវាយទៅដូចគ្នា sudo UFW ហើយយើងគ្រាន់តែវាយ allow មកហើយយើងវាយលេខ80មានន័យថា port 80អញ្ចឹងយើងនឹងឃើញថាវា rule add មានន័យថាវាបាន allow នៅ port 80ហើយដើម្បីឆែកវាយើងគ្រាន់តែវាយដូចគ្នាមក status មកនោះយើងនឹងឃើញថា port 80យើងបាន allow ហើយចំណុចបន្ទាប់គឺគេឲ្យយើងទៅ allow នៅ ASH service អញ្ចឹងយើងវាយដូចគ្នា sudo UFW and បន្ទាប់មកយើងគ្រាន់តែវាយពាក្យថា allow ASH នោះវានឹងឃើញថា load ពាក្យ rule add មានន័យថាវា allow បាន success យើងគ្រាន់តែឆែក status វាមកនោះវានឹង load port មួយទៀតដែលមានលេខ22មានន័យថាជា port PON ASH អញ្ចឹងណាហើយបន្ទាប់មកចំណុចចុងក្រោយគឺគេគ្រាន់តែឲ្យយើងទៅ check ទៅលើ status វាម្ដងទៀតទេអញ្ចឹងយើងគ្រាន់តែវាយមកដូចជាអត់មានអីទេអញ្ចឹងលំហាត់ផងយើងមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយអំពី pipe comment នៅក្នុង Linux ដែល pipe ហ្នឹងគឺសញ្ញា slash កណ្ដាលហ្នឹងឥឡូវខ្ញុំសូមធ្វើការឆែកទៅលើ username មួយគឺខ្ញុំឈ្មោះថា Ubuntu ដែលខ្ញុំកំពុងតែ remote ពីម៉ាស៊ីនរបស់ខ្ញុំហ្នឹងទៅកាន់ AWS ឥឡូវខ្ញុំ comment របស់យើងគឺ list and text 3 line ឥឡូវខ្ញុំសូមធ្វើការ ls.h ដើម្បី list file ដែលខ្ញុំមាននៅក្នុងម៉ាស៊ីនទាំងអស់ហ្នឹងគឺថាខ្ញុំមានចំនួន6 file 6 file ហ្នឹងហើយឥឡូវខ្ញុំធ្វើការ ls.h ហើយខ្ញុំប្រើជាមួយនឹង command pipe ហ្នឹងហើយបន្ទាប់មកខ្ញុំវាយ nl មានន័យថាវានឹងទៅដាក់លេខពីមុខ file របស់យើងឥឡូវខ្ញុំមានចំនួន6 file អញ្ចឹងវារាប់1 2 3 4 5 6អញ្ចឹងទៅ
ហើយចំណុចបន្ទាប់គឺខ្ញុំវាយ comment ដែរប៉ុន្តែខ្ញុំថែម pipe ហើយខ្ញុំបន្ថែមជាមួយនឹងពាក្យថា head ដកស្រីមានន័យថាយើងយក file 3 line ខាងលើមានន័យថាវារាប់1 2 3គឺវាយក3ខាងលើហើយដូចគ្នាដែរបើសិនជាខ្ញុំចង់យក3ខាងក្រោមខ្ញុំគ្រាន់តែដូរពីពាក្យថា head ទៅពាក្យថា tail TAIL នោះវានឹងចាប់យក file 3 line ខាងក្រោមវិញហើយចំណុចចុងក្រោយគឺយើងធ្វើការ create file ហើយយើង write line នៅក្នុង file ហ្នឹងឲ្យច្រើនបន្ទាប់មកចាំយើងធ្វើការ pipe អញ្ចឹងឥឡូវខ្ញុំធ្វើការ save comment មួយគឺ nano ហើយឈ្មោះ file របស់ខ្ញុំគឺ pipefile.txt ហើយឥឡូវខ្ញុំចូលមកកាន់ file ហ្នឹងហើយបន្ទាប់មកខ្ញុំទៅ save line ឲ្យច្រើនមកឥឡូវខ្ញុំឧទាហរណ៍ថាដាក់ line 1 2 line 2 line 3 line 4អីចឹងទៅឥឡូវខ្ញុំមាន8 line ហើយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំមាន8 line ចុះហើយដើម្បីចេញពីវាអ្នកគ្នាគ្រាន់តែ Ctrl X Y ហើយ Enter ទៅហើយឥឡូវខ្ញុំចង់ធ្វើការចាប់យក3 line ផងខ្ញុំឥឡូវខ្ញុំសុំធ្វើការ cat មើលសិនខ្ញុំដាក់ cat pipefile.txt ឈ្មោះ file ផងខ្ញុំ cat ហ្នឹងមានន័យថាយើងឆែកទៅលើថា file មួយហ្នឹងវាមានអីខ្លះឥឡូវវាមានអក្សរ text ចំនួន8 line ចឹងខ្ញុំវាយ comment ដែរមកខ្ញុំគ្រាន់តែវាយ cat មិញដែរមកហើយខ្ញុំប្រើ pipe ហើយដាក់ NL វានឹងទៅចាប់លេខវានឹងទៅដាក់លេខឲ្យ file របស់យើងហ្នឹងពី1ដល់8ហើយបន្ទាប់មកខ្ញុំ comment ដែរខ្ញុំថែមជាមួយនឹង pipe ហើយខ្ញុំវាយជាមួយនឹងពាក្យ head.3 នោះវាចាប់យក3 file ដែលនៅខាងលើគេមានន័យថា3 text ហ្នឹង3 line ហ្នឹងដូចគ្នាបើខ្ញុំដូរពីពាក្យ tail មក head មក tail វិញគឺវាចេញ3ខាងក្រោមវិញអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះសួស្តីលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយអំពីការ remote Ubuntu server ពីម៉ាស៊ីន local របស់យើងទៅកាន់ E2C AWS ជាដំបូងយើងត្រូវធ្វើការដូរ state ទៅកាន់ Ohio ដើម្បីឲ្យ E2C យើងអាចមានតម្លៃថោកដោយសារយើងគ្រាន់តែជាម៉ាស៊ីន remote បន្ទាប់មកយើង search ពាក្យថា E2C ហើយយើងយក E2C នៅលើគេហ្នឹងបន្ទាប់មកយើងយកពាក្យថា launch instance ហើយកន្លែងនេះជាកន្លែងដែលយើងបង្កើត instance របស់យើងឥឡូវខ្ញុំសូមធ្វើការបង្កើត instance ហ្នឹងខ្ញុំដាក់ឈ្មោះរបស់ខ្ញុំចឹងកន្លែងនេះយើង select យក Ubuntu ហើយកន្លែងនេះយើងយក server ណាដែល version ទាបជាងគេដោយសារវាអស់លុយតិចហើយកន្លែងនេះគឺកន្លែងបង្កើត key pair កន្លែងនេះគឺរៀងសំខាន់ដែរយើងធ្វើការបង្កើត key pair មួយតែខ្ញុំដាក់ឈ្មោះថា Kazuka ចុះពេលដែលយើងបង្កើតហើយវានឹង download file ហ្នឹងឲ្យយើងដើម្បីធ្វើការ login អញ្ចឹងនៅពេលដែលយើងបង្កើត key pair ហើយកន្លែងនេះយើងត្រូវ allow port SX ដែរបន្ទាប់មកយើងចុចទៅលើពាក្យ launch instance ចឹងយើងត្រូវចាំវារហូតដល់ instance យើង install បានពេញឥឡូវខ្ញុំចូលមកកាន់ពាក្យ instance ហើយនេះជា instance របស់ខ្ញុំប៉ុន្តែវាអត់ទាន់ install ពេញទេនៅយើងអាចឆែកវាកន្លែង status បានអញ្ចឹងខ្ញុំសូមកាត់តិចឥឡូវខ្ញុំសូមធ្វើការចូលមកកន្លែង download ដើម្បីឆែកទៅលើ file មួយដែលយើងបង្កើត key pair មិញហ្នឹងគឺវា auto download ឲ្យយើងអញ្ចឹងខ្ញុំសូមកាត់វាយកទៅដាក់នៅក្នុង desktop ទៅ
ដើម្បីងាយស្រួលក្នុងការ remote ហើយនេះគឺ file ដែលខ្ញុំបានកាត់មកមិញឥឡូវខ្ញុំមក refresh នៅ instance របស់ខ្ញុំនោះយើងនឹងឃើញថាកន្លែង status check ហ្នឹងវា load 3 លើ 3 មានន័យថាវា install បានជោគជ័យហើយអញ្ចឹងខ្ញុំចូលមកកាន់ instance ហ្នឹងមកហើយខ្ញុំចុចពាក្យថា connect បន្ទាប់មកគឺខ្ញុំយកពាក្យ SH client ហើយកន្លែងនេះជាកន្លែងដែលយើងត្រូវការ connect ពីម៉ាស៊ីន local របស់យើងទៅកាន់ E2C ឥឡូវខ្ញុំសូមធ្វើការបើកជាមួយនឹង Gitbash កន្លែងនេះគឺយើងបើកជាមួយអីក៏បានដែរជាមួយ terminal ក៏បានជាមួយនឹង PowerShell ក៏បានឥឡូវខ្ញុំសូមធ្វើការ ls មើល file ដែលយើងបាន copy យកមកដាក់មកហ្នឹងនេះគឺ file មួយនេះឥឡូវខ្ញុំសូមធ្វើការ clear ចោលហើយខ្ញុំ pass comment ដែលខ្ញុំបាន copy មកហ្នឹងឥឡូវខ្ញុំសូម pass មួយទៀតនៅខាងក្រោមហ្នឹងជាកន្លែងដែលយើងត្រូវ remote ហ្នឹងយើង copy អាហ្នឹងទាំងអស់មកហើយយើងវាយពាក្យថា yes នោះការ remote យើងវាបានជោគជ័យហើយខ្ញុំសូមឆែក who am I គឺខ្ញុំនៅកំពុងតែនៅ Ubuntu server បន្ទាប់ពីយើង remote បានជោគជ័យឥឡូវយើងធ្វើការមករៀនអំពី tool មួយដែលមានឈ្មោះថា Tree ដើម្បីអាច install tool នឹងបានដំបូងអ្នកគ្នាត្រូវ run sudo apt update ហើយនឹង upgrade ជាមុនសិនដោយសារតែ update វារៀងត្រូវការពេលវេលាហើយនឹង internet បន្តិចអញ្ចឹងយើងអាចចាំវាបន្តិចទៅឥឡូវបន្ទាប់ពីខ្ញុំ update ហើយខ្ញុំ run upgrade ម្ដងអញ្ចឹងយើងអាចចាំវាបន្តិចឥឡូវខ្ញុំ upgrade វាបានជោគជ័យហើយខ្ញុំសូមធ្វើការ clear វាចោលឥឡូវខ្ញុំសូមធ្វើការវាយ command ដែលយើងត្រូវ install ហ្នឹងគឺ sudo apt install tree ដែល tree នេះគឺជា tool ដែលយើង install សម្រាប់ manage ទៅលើ folder ហើយនិង file ដែលមាននៅក្នុងម៉ាស៊ីនរបស់យើងឥឡូវយើង install បានជោគជ័យហើយខ្ញុំវាយពាក្យថា tree នេះតែប៉ុន្តែវានៅក្នុងហ្នឹងវាអត់មាន folder ឬក៏ file ទេឥឡូវខ្ញុំទៅ copy នៅ command mkdir នេះមានន័យថាគឺយើង make directory គឺយើង make ទៅលើ file folder អញ្ចឹងខ្ញុំគ្រាន់តែ enter ទៅយើងបង្កើត directory បានជោគជ័យហើយចំណុចបន្ទាប់គឺយើងត្រូវ nano file មួយដែលមានឈ្មោះថា text.txt nano ហ្នឹងមានន័យថាយើងបង្កើត file មួយថ្មីហើយយើង write នៅក្នុងហ្នឹងស្រាប់ហ្មងអញ្ចឹងខ្ញុំគ្រាន់ធ្វើការ paste មកអានេះសុំទោសដោយសារតែខ្ញុំច្រឡំដៃ control V មុនហ្នឹងខ្ញុំធ្វើការ paste មកបន្ទាប់មកខ្ញុំទៅ save អីមួយនៅក្នុងហ្នឹងឥឡូវខ្ញុំទៅ say ថា hello welcome to ctext ចេះទៅហើយដើម្បីចេញហើយនឹង save បានអ្នកគ្នាគ្រាន់តែវាយ control X
ហើយវាយហើយអ្នកគ្នាវាយ enter ចុច enter ទៅវានឹងចេញមកក្រៅហើយឥឡូវខ្ញុំធ្វើការ copy file ដែលខ្ញុំបានបង្កើតមិញហ្នឹងទៅកាន់ folder ខាងលើដែលខ្ញុំបង្កើតមុនហ្នឹងអញ្ចឹងខ្ញុំ run command ហ្នឹងមក command cp ហ្នឹងមកបន្ទាប់មកវា file ទាំងអស់ហ្នឹងវានឹងទៅក្នុងហ្នឹងទាំងអស់ហើយបន្ទាប់មក command តានេះគឺមានន័យថាយើងទៅ create file archive មានន័យថា file zip ហ្នឹងហើយបន្ទាប់មកគឺខ្ញុំធ្វើការហើយបន្ទាប់មកគឺខ្ញុំ run command នេះដើម្បី extract file ទាំងអស់ហ្នឹង file ពីរមិញខ្ញុំបង្កើត file archive ហ្នឹងហើយចំណុចបន្ទាប់ហ្នឹងគឺខ្ញុំទៅ compress file ហ្នឹងម្ដងទៀតប៉ុន្តែយើងអត់ compress folder ឯងឥឡូវខ្ញុំទៅ extract file ហ្នឹងម្ដងទៀតគឺ file 1112ដែរហ្នឹង sv 1112ហើយចំណុចទី8គឺខ្ញុំ compress វាទៅជា zip file ចឹងខ្ញុំ compress អត់បានដោយសារតែយើងអត់បាន install zip យើងគ្រាន់តែវាយ sudo apt install zip មកយើងអាច zip file ហ្នឹងបានហើយចឹងខ្ញុំចុចវាយអូខេឥឡូវពេលខ្ញុំ install zip ហើយខ្ញុំទៅ run command save វិញម្ដងទៀតឃើញថាយើង save វាបានជោគជ័យហើយចំណុចចុងក្រោយគឺយើងទៅ unsave វាវិញcommand របស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនិយាយអំពីការបង្កើតទៅលើ security group ហើយជាមួយនឹង FTP server ជាដំបូងយើងគ្រាន់តែចូលមកកាន់ etc2 របស់យើងមកបន្ទាប់មកយើងអូសមកក្រោមយើងយកពាក្យ security group បន្ទាប់មកយើង click ទៅលើពាក្យ create security group មកចឹងបន្ទាប់មកកន្លែងនេះគឺយើងដាក់ឈ្មោះឥឡូវខ្ញុំឧទាហរណ៍ខ្ញុំដាក់ឈ្មោះខ្ញុំទៅ AU35 ហើយកន្លែង description នេះគឺយើងដាក់អីក៏បានដែរឥឡូវខ្ញុំសូមដាក់ for learning ទៅហើយបន្ទាប់មកយើងអូសមកខាងក្រោមយើងកន្លែង traffic នេះគឺយើងដាក់យក all TCP បន្ទាប់មកកន្លែងនេះគឺយើងរក 0.0.0 បន្ទាប់មកកន្លែងនេះគឺយើងដាក់ for learning អានេះយើងគ្រាន់តែឧទាហរណ៍បន្ទាប់មកយើងចុច create security groupឥឡូវខ្ញុំចូលមកកាន់ security group វិញនោះខ្ញុំនឹងឃើញ security group ដែលខ្ញុំទើបនឹងបង្កើតបានមិញឥឡូវខ្ញុំសូមធ្វើការចូលមកកាន់ security group របស់ខ្ញុំបន្ទាប់មកខ្ញុំចូលទៅពាក្យថា edit inbound rule មានន័យថាខ្ញុំទៅ edit rule វាឥឡូវខ្ញុំសូមធ្វើការ add ទៅលើ port SH ដើម្បីឲ្យយើងអាច remote តាម port SH យើង remote ទៅតាម SH ហ្នឹងហើយកន្លែងនេះយើងដាក់ anyway IPv4 បន្ទាប់មកខ្ញុំចុច save មក
ហើយបន្ទាប់ពីយើង create អាហ្នឹងហើយយើងចូលមកកាន់ instance ដើម្បីបង្កើតទៅលើ instance ថ្មីមួយទៅឥឡូវខ្ញុំយកពាក្យ launch instance កន្លែងនេះគឺខ្ញុំដាក់ឈ្មោះម៉ាស៊ីនរបស់ខ្ញុំហើយបន្ទាប់មកកន្លែងនេះខ្ញុំយក Ubuntu ដូចធម្មតាដែរហើយយើងអូសមកខាងក្រោមកន្លែងនេះខ្ញុំសូមយក version ខាងក្រោយដើម្បីឲ្យវាកាត់លុយតិចបន្ទាប់មកកន្លែង create key pair នេះគឺខ្ញុំបង្កើត key pair ថ្មីបន្ទាប់មកខាងក្រោមនេះគឺយើងអត់យក create security ទេគឺយើងយក select security group ដែលយើងបានបង្កើតមិញឥឡូវខ្ញុំអូសមក security ខ្ញុំទៅបង្កើតមិញហ្នឹងកន្លែងនេះយើងអាច customize វាទៅជា20ទៅ storage ហ្នឹងហើយខ្ញុំចុច launch instance ដោយសារ internet រៀង slow តិចចឹងឥឡូវយើងចូលមកកាន់ instance យើងមកយើងត្រូវការចាំឲ្យ instance យើងវារៀងដើររៀងពេញដោយសារតែឥឡូវវាអត់ទាន់ទេវាកំពុងតែ install ឥឡូវខ្ញុំចុចមកកាន់កន្លែង download កន្លែង key pair ដែលយើងបាន install វាហ្នឹងយើងបង្កើតហ្នឹងវា install ឲ្យយើង auto ឥឡូវខ្ញុំសូមកាត់វាយកទៅដាក់នៅក្នុង desktop ហើយដាក់នៅក្នុង folder មួយឈ្មោះថា Linux បន្ទាប់មកខ្ញុំបើក Git bar ហើយដើម្បីងាយស្រួលការយើង connect បន្ទាប់មកយើងចាំ instance វា install បានពេញយើងចុច refresh រហូតទៅហ្នឹងឥឡូវ instance យើងបាន download ហើយអញ្ចឹងខ្ញុំចុចទៅកាន់ instance របស់ខ្ញុំហើយខ្ញុំយកពាក្យថា connect បន្ទាប់មកខ្ញុំយកមកកាន់ SX client ហើយខ្ញុំ copy line ទី3នេះ CX mode ហ្នឹងហើយខ្ញុំយកទៅ pass ចឹងបន្ទាប់ពីខ្ញុំប៉ះហើយខ្ញុំទៅ copy អា line ខាងក្រោមនេះដែលជា line ដែលយើងធ្វើការ remote តាមរយៈ SX ទៅកាន់ server របស់យើងចឹងយើងវាយពាក្យ yes មកឥឡូវយើងចូលមកកាន់ instance របស់យើងបានជោគជ័យហើយចឹងនៅពេលដែលយើង connect បានហើយរឿងដែលយើងត្រូវធ្វើគឺយើងត្រូវ run sudo apt upgrade ហើយនឹង sudo apt update ដើម្បីវា update ទៅលើ package ដែលមាននៅក្នុងហ្នឹងយកមក version ចុងក្រោយគេបងអស់ឥឡូវខ្ញុំ run sudo apt update ឥឡូវបន្ទាប់ពី update បានហើយខ្ញុំសូមធ្វើការ run upgrade ម្ដងដោយសារតែ internet រៀង slow ចឹងដល់ពេលដែលយើងវាយទៅវាឃើញរៀងយឺតចឹងឥឡូវយើងបាន upgrade វារួចរាល់ហើយចឹងអីដែលយើងត្រូវធ្វើបន្តគឺយើងទៅ run command sudo apt install service មួយដែលមានឈ្មោះថា vsftpd service នៅពេលដែលខ្ញុំ install ជោគជ័យខ្ញុំសូមធ្វើការ clear វាចោលមួយសិននៅពេលដែលយើង install វាបានជោគជ័យឥឡូវខ្ញុំចូលមកកាន់
etc មានន័យថាពេលយើង service ហ្នឹង install បានគឺវាស្ថិតនៅក្នុង etc អញ្ចឹងឥឡូវខ្ញុំសូមធ្វើការ backup service ហ្នឹងមួយសិន file ហ្នឹងខ្ញុំគ្រាន់តែធ្វើវាយ command sudo cp ហើយជាមួយ service ផងយើងហើយខ្ញុំ dot ជាមួយនឹងពាក្យថា config conf បន្ទាប់មកយើងវាយឈ្មោះ service ម្ដងទៀត .config ជាមួយនឹង back ហ្នឹងមានន័យថា backup ចឹងខ្ញុំ enter ទៅមានន័យថា file របស់យើងគឺបាន backup រួចរាល់ហើយវាអត់មាន error អីទេហើយខ្ញុំសូមធ្វើការកែទៅលើ file ដែល service មួយចំនួនហ្នឹងដើម្បីឲ្យយើងអាច access file ទៅវិញទៅមកបាននៅក្នុងម៉ាស៊ីន local ចឹងខ្ញុំគ្រាន់តែវាយ nano តាមហ្នឹងទៅហើយបន្ទាប់មកខ្ញុំសូមធ្វើការកែកន្លែងមួយចំនួនកន្លែង listen នេះខ្ញុំដាក់ yes បន្ទាប់មកយើងអូសមកក្រោមកន្លែង listen IPv6 នេះខ្ញុំដាក់ no វិញបន្ទាប់មកយើងអូសមកក្រោមរហូតមកកន្លែងដែលមានពាក្យថា ch root user នេះគឺខ្ញុំដូរទៅកាន់ពាក្យ yes វិញ ch root local user យើងគ្រាន់តែលុបធុងជ្រូកនៅខាងមុខវាហ្នឹងមកបន្ទាប់មកយើងថែមមួយឡាញទៀតនៅខាងក្រោមហ្នឹងមកខ្ញុំគ្រាន់តែវាយពាក្យ allow variable អញ្ចឹងចំណុចបន្ទាត់គឺយើង scroll ចុះមកបង្អស់មកយើងវាយពាក្យ password dash enable ស្មើ yes ហើយមួយទៀតគឺយើងវាយពាក្យ password min port ស្មើ yes ស្មើ50000ហើយមួយទៀត password max port ស្មើ51000ឥឡូវខ្ញុំសូមធ្វើការចេញពីទៅក្រៅ file គ្រាន់តែ Ctrl X អក្សរ Y ហើយខ្ញុំ enter មកឥឡូវខ្ញុំសូមធ្វើការ clear វាចោលហើយបន្ទាប់មកយើងទៅ restart service របស់យើងខ្ញុំគ្រាន់តែវាយ sudo systemctl មានន័យថា system control បន្ទាប់មកយើងវាយពាក្យថា restart ហើយយើងដាក់ឈ្មោះ service របស់យើងគឺ vs ftpdដោយសារតែអ៊ីនធឺណិតរៀង slow អញ្ចឹងនៅពេលយើងវាយទៅវារៀងដើរយឺតបន្តិចអញ្ចឹងនៅពេលខ្ញុំ restart ហើយខ្ញុំឆែកទៅលើ status ផន service របស់ខ្ញុំជាងគ្រាន់តែដូរពីពាក្យ restart ទៅពាក្យ status វិញបន្ទាប់ពីខ្ញុំបាន install ហើយឥឡូវខ្ញុំសូមចូលមកកាន់ FileZilla ដើម្បីយើងធ្វើការ connect វាខ្ញុំចុចពាក្យ file បន្ទាប់មកខ្ញុំយកពាក្យ site managerបន្ទាប់ខ្ញុំយកពាក្យ new site ហើយខ្ញុំដាក់ឈ្មោះអានេះយើងចង់ដាក់ឈ្មោះអីក៏បានដែរឥឡូវខ្ញុំដាក់ថា SU35 FTP បន្ទាប់មកកន្លែង protocol គឺយើងយកទី2គឺយើងយក SH ហើយ host គឺយើងបំពេញទៅ IP address ផង instance យើងគ្រាន់តែចូលមក instance យើងយកពាក្យ SH client ហ្នឹងយកពាក្យ EC2 instance បន្ទាប់មកយើង copy IP address v4 ហ្នឹងយកមកផាសកន្លែង host បន្ទាប់មកកន្លែងនេះគឺខ្ញុំយក key file ហើយ user នេះគឺយើងយកដាក់ឈ្មោះ user នៅក្នុងម៉ាស៊ីនផងយើងគឺ Ubuntu បន្ទាប់មកកន្លែង key file គឺយើងប្រោតទៅរក file keychain ដែលយើងបានបង្កើតហ្នឹងប៉ុណ្ណឹងគឺយើងអាច connect ពី FileZilla ទៅកាន់ server របស់យើងបានហើយគ្រាន់តែពាក្យ site ហើយបន្ទាប់មកយើង select ទៅលើ site របស់យើងហើយយើងយកពាក្យ connect
ចឹងយើងចាំបន្តិចមកឃើញថាវា connect កំពុងតែ connect ឥឡូវវា connect បានជោគជ័យហើយដូចទៅវា load file ហ្នឹងមកហើយនេះវា load file ហ្នឹងមកមានន័យថាយើង connect វាបានជោគជ័យឥឡូវខ្ញុំកំពុងតែនៅលើ directory ឈ្មោះ Ubuntu បន្ទាប់មកខ្ញុំបង្កើត sub directory មានន័យថាខ្ញុំបង្កើត folder មួយដាក់ឈ្មោះថា AU35 ឥឡូវខ្ញុំចូលមកកាន់ user folder មួយហ្នឹងប៉ុន្តែដោយសារតែវា slow បន្តិចឥឡូវខ្ញុំធ្វើការបង្កើតទៅលើ file មួយខ្ញុំដាក់ឈ្មោះថា text.txt ហើយខ្ញុំចុច OK ឥឡូវយើងបាន file មួយឈ្មោះថា text.txt ឥឡូវយើងចូលមកកាន់ server របស់យើងឥឡូវខ្ញុំ cd ដើម្បីចេញក្រៅ etc បន្ទាប់មកខ្ញុំ ls ដើម្បី link មើលយើងឃើញថាយើងមានឈ្មោះ folder មួយឈ្មោះ AU35 ដែលខ្ញុំបានបង្កើតមុនហ្នឹងឥឡូវយើងធ្វើការចូលទៅកាន់ folder AU35 ខ្ញុំវាយ cd AU35 បន្ទាប់មកខ្ញុំ list ខ្ញុំវាយ ls នោះយើងនឹងឃើញ file មួយដែលមានឈ្មោះថា text.txt ដែលខ្ញុំបានបង្កើតនៅក្នុង file Sila មុនហ្នឹងឥឡូវខ្ញុំសាកមកកែ file text.txt ខ្ញុំគ្រាន់តែវាយ nano text.txt ហ្នឹងមកខ្ញុំអាចកែ file ហ្នឹងបានឥឡូវខ្ញុំឧទាហរណ៍ខ្ញុំដាក់ hello ចឹងខ្ញុំចេញមកវិញមកបន្ទាប់មកខ្ញុំ cat file ហ្នឹងមកដើម្បី delete វាថាក្នុង file ហ្នឹងមាន content អីខ្លះចឹងខ្ញុំដាក់ឈ្មោះ file ឲ្យពេញមក text.txt បន្ទាប់មកយើងឃើញពាក្យថា hello ហ្នឹងដែលជា content នៅក្នុង file ហ្នឹងចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានមើល